ថ្ងៃនេះខ្ញុំនាំកូនដោះស្រាយបញ្ហាសបុកមែនក្រោយពីចិញ្ចឹមមែនមួយរយៈខ្ញុំទទួលបានបទពិសោធន៍ខ្លះទាក់ទងទៅនឹងការរៀបចំសបុកមែនណាសបុកមែននេះមានតែមួយឯងខ្ញុំធ្វើនៅក្រៅនៅសួនទុកឲ្យភ្ញៀវមើលព្រៃមែននេះជាមិនព្រៃឥឡូវខ្ញុំនិយាយរឿងបញ្ហាសបុកមែនបន្តិចសបុកមែនបើសិនជាយើងរៀបចំអត់បានល្អទេអាចធ្វើឲ្យអត្រាញើសរបស់វានឹងគឺតិចហើយញើសមកអាចមានបញ្ហាធ្វើឲ្យសុខភាពវាខ្សោយឬក៏អាចឲ្យកូនមិនដែលញើសមកហ្នឹងណាវាឆ្លងរោគទៅយើងចិញ្ចឹមអត់រស់ទេខ្ញុំធ្លាប់ធ្វើសបុកមិនពីស្លឹកចេកស្ងួតខ្ញុំបោចស្លឹកចេកស្ងួតដែលងាប់នៅដើមហ្នឹងហើយយកមកជ្រៀកទូចដាក់ចូលទៅនឹងកញ្ច្រែងផ្លែឈើហ្នឹងដើម្បីធ្វើជាសបុកមិនប៉ុន្តែដោយសារមួយរយៈដល់ខែវស្សាហ្នឹងវាភ្លៀងរាល់ថ្ងៃច្រើនពេកទៅវាអត់មានលឹកចេកណាដែលស្ងួតល្អខ្ញុំក៏ដាក់កណាត់ទៅដាក់កណាត់ត្រាប់ដល់ពេលដាក់កណាត់ត្រាប់ខ្ញុំឃើញថាវាមានបញ្ហាដល់ពេលវាញើសម្ដងមកខ្ញុំសង្កេតទៅឃើញថាវាមានបញ្ហាដល់ពេលដែលយើងយកកណាត់ទៅធ្វើជាសបុកមិនណាគឺសភាពសបុកមិនហ្នឹងគឺអត់ក្លុបល្អវាអត់មានសភាពដែលអាចឃុំពងឲ្យនៅជុំល្អអញ្ចឹងមិនដែលអត់ប្រកែកក្រាបមិនខ្លះពេលដែលពងចេញពីខ្លួនវាព្យាយាមកាយឲ្យទៅនៅក្រោមទ្រូងរបស់វាតែមិនខ្លះអត់ទេពេលដែលក្រាបទៅពងហៀចេញមកក្រៅគឺវាអត់មានកាយយកទៅដាក់នៅក្រោមទ្រូងរបស់វាទេអញ្ចឹងធ្វើឲ្យអាពងដែលនៅឆ្ងាយពីមេរបស់វាស្អុយហើយមួយទៀតតកតងនឹងខ្យល់ចេញចូលក៏អត់បានល្អអញ្ចឹងផាសុខភាពសម្រាប់មិនដែលវាក្រាបពងហ្នឹងក៏អត់ល្អដែរអញ្ចឹងធ្វើឲ្យមិនហ្នឹងវា stress ហើយមួយទៀតនេះតកតងទៅនឹងកំតិចកំទីដែលជ្រុះកំតិចកំទីដែលជ្រុះបើសិនជាយើងដាក់កណាត់ណាមានបណ្ណាទៅជាប់ប៉ុណ្ណឹងអញ្ចឹងសបោកតិចកទីដែលជ្រុះជាប់ទៅនឹងបាតនៅកន្លែងបាតសបុកណាច្រើនអញ្ចឹងនៅពេលដែលមានកតិចកទីច្រើនកូនមិនញើសមកគឺសបោមេរោគអញ្ចឹងពេលកូនមិនញើសមកអាឈាមដែលឬក៏ទឹកស្អិតដែលចេញពីពងដែលវាញើសហ្នឹងគឺវាប្រឡាក់នឹងបាតត្រង់ហ្នឹងហើយបូកជាមួយនឹងកំតិចកំទីដីទលីហុយចូលទៅនឹងត្រង់មិនហ្នឹងហើយជើងមិនប្រឡាក់ខ្លះឡើងមកហ្នឹងគឺវាដក់ជាប់ទៅនឹងបាត